រឿងកូនចាបព្រឹកមួយនៅពេលកូនចាបឃើញចេកហើយពួកគេលាន់មាត់អាយ៉ាគួរឲ្យឆ្ងាញ់ណាស់និយាយរួចពួកគេនាំគ្នាហើរទៅមួយរំពេចនោះកូនចាបពើស្រែកជួយផងឲ្យភ្ញាក់នឹងសំឡេងរបស់ប្អូនកូនចាបបងស្ទុះហើរចេញកូនចាបពើនៅតែស្រែកឲ្យជួយពេលនោះកូនចាបបងបានហើរត្រឡប់មកក្រោយវិញពេលហើរមកដល់វាស្រែកប្អូនកាត់ទាញជើងចេញមកនោះចាបមួយទៀតស្រែកឆាប់ចុះទៅជួយទៅសំឡេងពួកគេបានលាន់ឮរំពងដល់សត្វឆ្មាដែលកំពុងដេកជិតនោះវាបើកភ្នែកម្ខាងរួចងើបក្បែរយ៉ាងរហ័សហើយស្រែកមៀវមៀវនៅពេលឮសំឡេងមៀវមៀវកូនចាបពៅកាន់តែភ័យវាប្រឹងទាញជើងម្ដងហើយម្ដងទៀតប៉ុន្តែទាញមិនរួចកូនចាបបងក៏ចុះទៅជួយទាញលុះទាញមិនរួចកូនចាបបងចឹកបំបែកវិញមួយរំពេចនោះសត្វចាបមួយទៀតស្រែកនោះគេមកដល់ហើយនៅពេលឆ្មាមកដល់កូនចាបពៅក៏ទាញជើងរួចពួកគេក៏ប្រញាប់ទៅទះស្លាបហើយចំណែកមេឆ្មាដើរចេញទាំងញញឹម